ធ្លាប់តែមើលវីដេអូធ្វើអញ្ចឹងប៉អញ្ចឹងផ្លុំអញ្ចឹងចុះឥឡូវនេះមកធ្វើវីដេអូបែបលុបអញ្ចឹងវិញមើលតើខុសគ្នាបែបណាខ្លះទៅណនេះជាអញ្ចឹងដើមដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំបំរុងនឹងលុបហើយអ្នកទាំងអស់គ្នាមើលសភាពដើមមកហើយណាតាមប៉អញ្ចឹងនេះស្អាតទៅសម្រាប់អ្នកដែលគាត់អត់ចេះគូឬមួយក៏គាត់ចង់ទៅក្រៅទៅលាបតែក្រែមហើយប៉ុន្តែសម្រាប់ខ្ញុំត្រូវធ្វើវីដេអូហើយខ្ញុំចង់ឲ្យមុខរបស់ខ្ញុំប្លែកជាពិសេសនៅពេលដែលអត់មានអញ្ចឹងហើយនឹងគូមុខមកផាត់មុខហើយមុខចេញផ្សេងអញ្ចឹងទៅខ្ញុំសម្រេចចិត្តថាលុបចោលតែម្ដងតែឥឡូវនេះមុននឹងសម្រេចចិត្តលុបចោលចាខ្ញុំមកធ្វើការស្រោះសោបអាហារពេលព្រឹកអីបន្តិចសិនដោយសារតែកន្លែងធ្វើអញ្ចឹងនេះនៅកលៀតហ្នឹងគឺគាត់មានជាខាងកាហ្វេក៏ដូចជាមានលក់បាយម្ហូបអីផ្សេងអញ្ចឹងឥឡូវញ៉ាំផ្លែសិនអ្នកទាំងអស់គ្នាបាយប៊ីនេះតំណងខ្លាំងមែនតើសម្រាប់អ្នកដែលចូលចិត្តម្ហូបបែបវៀតណាមអីហើយគាត់ក៏មានលក់បាយប៊ីដែរអ្នកដែលចូលចិត្តទៅចាំមនុស្សស្រីធ្វើខ្លួនស្អាតអីអាចទៅចាំហាងកាហ្វេបានអ្នកទាំងអស់គ្នាចាហើយហាងគាត់មានទឹកតែឆ្ងាញ់មែនតើទឹកតែនឹងឈ្ងុយខ្ញុំអត់ដែរជួបប្រទេសហ្មងអ្នកទាំងអស់គ្នាបើបានទៅសាកកុំភ្លេចសាកជាមួយនឹងទឹកតែនេះអ្នកទាំងអស់គ្នាចាហើយឥឡូវនេះក៏ឆ្លៀតអានសភៅដែរនៅខាងក្នុងមានភ្ញៀវច្រើនមែនតើអញ្ចឹងខ្ញុំនៅចាំហាងកាហ្វេដើម្បីសោះសពអាហារពេលព្រឹកក៏ដូចជាមើលសភៅសិនដោយសារតែខ្ញុំគឺជាមនុស្សដែលរ៉ូមែនទិកចូលចិត្តអានសភៅបែបប្រឡំលោកផ្អែមល្ហែមអញ្ចឹងណាហើយក៏ឆ្លៀតដាក់ជាមួយនឹងទឹកមើមយេនដែលក្នុងនេះមានផ្លែឈើគ្រប់មុខនៅនេះមិនមែនលក់តែ detox ហ្នឹងទេអ្នកទាំងអស់គ្នាមានលក់ជាកាហ្វេឈ្ងុយឆ្ងាញ់ផងដែរអញ្ចឹងឆ្លៀតមើលសភៅបដាញ៉ាំត្រីថ្មីនៅនេះបដាហើយក៏ចូលទៅដល់ខាងក្នុងតែម្ដងចាបើនិយាយពីទីធ្លាវិញធំទូលាយងាយស្រួលក្នុងការចតឡានមែនតើចូលមកដល់ខាងក្នុងហ្នឹងអ្នកទាំងអស់គ្នាខ្ញុំដើរចូលតាមជ្រកកន្លែងកាត់សក់វិញចាតាមពិតជ្រកធំនៅខាងមុខមួយទៀតហើយឥឡូវនេះគេថាធ្វើការដើរចូលហើយអូយនិយាយមែនទីតាំងគាត់ថ្មីនេះស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាឡើងផ្លឹងតែម្ដងហើយមាន playground សម្រាប់អ្នកដែលយកកូនក្មេងមកលេងអីអញ្ចឹងណាកុំឲ្យពួកគាត់លពឹសអីឲ្យគាត់ឲ្យលេង playground បានដល់ជន់លើនេះបានធ្វើអញ្ចាំហើយអ្នកទាំងអស់គ្នាឡើងម្ដងមនុស្សនៅចាំហើយនៅខាងក្នុងបន្ទប់ទៀតអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាឥឡូវនេះស្ប៉ាដៃស្ប៉ាជើងសិនតែម្ដងទៅដើម្បីកុំឲ្យរងចាំយូរខាត់ពេលមួយថ្ងៃក៏អត់ពេលអ្នកទាំងអស់គ្នាដោយសារតែមានសេវាកម្មតាំងពីក្បាលរហូតដល់ចុងជើងខ្ញុំទៅតាំងពីសាខាចាស់តែពេលគាត់បើកសាខាថ្មីខ្ញុំដេញមកដល់សាខាថ្មីនេះទៀតដោយសារតែសាខាថ្មីយើងចង់ភ្លក់រសជាតិបែបថ្មីទទួលអារម្មណ៍បែបថ្មីអញ្ចឹងណាប៉ុន្តែសេវាកម្មនៅដដែលបុគ្គលិកនៅទីនេះមានភាពរាក់ទាក់ជាពិសេសនិយាយឡើងខ្ញុំអត់ធុញតែម្ដងហើយរបៀបថាគាត់សិតតែជាអ្នកជំនាញដែលមានបទពិសោធន៍អ្នកខ្លះទៅ10ឆ្នាំជាងក៏មានដែរអ្នកទាំងអស់គ្នាអញ្ចឹងគាត់បញ្យល់ថាហត់ធ្វើមិនក្បោះក្បាយអញ្ចឹងយើងច្បាស់ថាកន្លែងគាត់ហ្នឹងគឺបកែកន្លែងហ្នឹងបកែអញ្ចឹងតែម្ដងអរគ្នាខ្ញុំធ្វើការរូសកញ្ចក់ដៃកញ្ចក់ជើងហើយក៏ដូចជាធ្វើការស្ប៉ាដៃស្ប៉ាជើងអ្នកទាំងអស់គ្នាដឹងអត់ថាចរន្តឈាមក៏ដូចជាជីបចរទាំងអស់គឺនៅនឹងបាតដៃហើយនឹងបាតជើងរបស់យើងហើយអញ្ចឹងបើយើងរកកន្លែងដែលជំនាញដែលគាត់បកែពេលដែលគាត់ធ្វើហើយយើងមានអារម្មណ៍ថាស្រឡះមុខហើយស្រួលខ្លួនខ្លាំងមែនតើហើយធ្វើបដាសួរគាត់បដាថាបងធ្វើអីគេខ្លះមានអីគេខ្លះអញ្ចឹងគាត់រៀបរាប់ហើយគាត់ប្រាប់ថាច្បាយកន្លែងនេះអីអញ្ចឹងទៅមិនដែរហើយសម្រាប់អ្នកដែលគាត់ចង់ឲ្យដៃជើងខ្លួនឯងស្អាតណាអាចមកធ្វើកន្លែងគាត់បានខ្ញុំធានាខ្ញុំ recommend មកអ្នកនរគ្នានេះគាត់ផល product អីគឺថាបង្ហាញឲ្យអ្នកនរគ្នាមើលទាំងអស់តែម្ដងមានលក្ខទេមានអារម្មណ៍ថាខ្លួនឯងដូចប្រនាងដែលត្រូវបានគេថ្នាក់ថ្នមបងបីត្រកងចែហើយតាមពិតទៅយើងគួរតែថែស្បែកប្រអប់ដៃប្រអប់ជើងរបស់យើងដែរដោយសារតែពេលខ្លះមុខរបស់យើង smooth មុខរបស់យើងស្អាតដែរប៉ុន្តែដល់ពេលដែលស្បែកដៃជាមួយនឹងជើងរបស់យើងក្រិនខ្មៅក៏ដូចជាមានភាពជ្រីជ្រួញក៏ធ្វើឲ្យសម្រស់របស់យើងបាត់បង់ទៅតាមនឹងដែរតាមពិតវាជាទំនុកចិត្តមួយរបស់មនុស្សស្រីគ្រប់រូបដែលគួរតែចាប់អារម្មណ៍អូមិនមែនតែមនុស្សស្រីតែអ្នកគ្នាមនុស្សប្រុសក៏ធ្វើបានដែរនៅទីនេះគាត់ម៉ាស្សាឲ្យគឺថាស្រួលខ្លួនហើយចេញមកខ្ញុំឡើង surprise តែម្ដងដោយសារតែស្បែករបស់ខ្ញុំឡើងភ្លឺហើយឡើងទន់ដូច baby ទាំងអស់គ្នាមើលទៅដូចស្រួលអញ្ចឹងតាមពិតទៅច្រើន step ខ្លាំងមែនតើគាត់ប្រើច្រើនមុខខ្លាំងមែនតើហ្មងមិនដល់នឹងអីមានអារម្មណ៍ថាភ្លឺរលោងចេញពីខាងក្នុង step តែខ្ញុំចូលចិត្តជាងគេហើយខ្ញុំជឿថាមនុស្សស្រីគ្រប់រូបតែម្ដងគឺថាចូលចិត្តខ្លាំងមែនតើចាគឺការរុះស្បែកក្រិននៅកន្លែងបាតជើងហើយស្បែកនេះខ្ញុំជឿថាអ្នកណាក៏មានដែរជាពិសេសគឺអ្នកដែលចូលចិត្តដើរច្រើនពាក់បតាច្រើនក៏ដូចជាអ្នកដែលគាត់ពាក់បិជើងសក់អីធម្មតាជួនកាលប្រឡាក់ដីឬមួយក៏អីចឹងទៅស្បែករបស់គាត់ក្រិនហើយគាត់ត្រូវការជំនួសកោសិកាចាស់ចាខ្ញុំអត់ដែលបានធ្វើសោះតែម្ដងខ្ញុំនិយាយមកដល់ពេលធ្វើម្ដងស្បែកមើលច្រើនថាសគាភ្នែកតែម្ដងអ្នកនរគ្នាចាអញ្ចឹងបើធ្វើមានស្បែកច្រើនឲ្យគាត់ទៅជំនួសចោលទៅហើយស្បែកខ្ញុំល្មមអ្នកនរគ្នាគាត់ថាបើសិនតែធ្វើតែមួយខែម្ដងហើយយូរទៅអស់ហើយប៉ុន្តែបើសិនជាស្បែកអ្នកដែលក្រាស់ជាងនឹងអាចមួយខែ2ទៅ3ដងអីអញ្ចឹងទៅហើយជឿថាយើងធ្វើខ្លួនឯងអត់អស់ទេតើតែមានអ្នកធ្វើឲ្យអញ្ចឹងហើយជាពិសេសទៀតនោះនៅពេលដែលគាត់ធ្វើគាត់បញ្យល់ថានេះកន្លែងនេះគូដនទីកន្លែងនេះគូដរបៀបខ្លាំងពួកអីស្បែកខុសគ្នាអីអញ្ចឹងទៅគាត់ក្បោះក្បាយមែនតើខ្ញុំឡើងធ្វើហើយខ្ញុំឡើងញៀនធ្វើចាឥឡូវនេះគឺថាតិចទៀតហ្នឹងទៅធ្វើទៀតហើយបន្ទាប់ពី voice over ហើយពីពួកអីមានអារម្មណ៍ថាជក់ចិត្តដិតអារម្មណ៍ហើយខ្ញុំពាក់បាតាពាក់បៃជើងកែឡើងពងជើងឡើងខិនជើងឲ្យអ្នកនរគ្នាអញ្ចឹងទៅដល់ពេលដែលគាត់ធ្វើហើយស្បែករបស់ខ្ញុំឡើងស្អាតវិញជាពិសេសកន្លែងបាតជើងហ្នឹងមើលទៅរបៀបថាដូចយើងខ្លាចជាទារកម្ដងទៀតធ្វើចិត្តហើយក៏ស្រាប់តែនឹកឃើញថាចាក់ត្រូវបិទថ្នាំស្ពឹកពីព្រោះអីមុនពេលដែលផ្លុំចិញ្ចើមឬមួយក៏យើងលុបចិញ្ចើមគឺយើងត្រូវបិទថ្នាំស្ពឹកកន្លែងហ្នឹងសិនមិនថាចិញ្ចើមឬមួយក៏គូ eyeliner នៅកន្លែងភ្នែកឬមួយក៏
ផ្លុំបបោមាត់ឲ្យឡើងភីងអីអ្នកគ្នាត្រូវបិទសិនដើម្បីនៅពេលដែលយើងធ្វើទៅស្បែកកន្លែងហ្នឹងស្ពឹកយើងអត់សូវឈឺតែប៉ុន្តែមិនឈឺណាស់ណាប៉ុន្តែយើងត្រូវតែបិទអញ្ចឹងព្រោះមនុស្សយើងខុសគ្នាអ្នកខ្លះឈឺតិចតិចក៏គាត់អត់អាចទ្រាំបានដែរប៉ុន្តែខ្ញុំធ្វើទៅអត់មានអារម្មណ៍ថាឈឺអីទាំងអស់ហ្មងគាត់ថារៀងភ្ញាក់ឬសូរសំឡេងខ្លោចទៅអ្នកនរគ្នាឈឺអត់ឈឺប្រាប់ថាអត់ឈឺអ្នកនរគ្នាអត់អាចកុហកបានទេដល់ពេលអ្នកនរគ្នាទៅធ្វើទៅអ្នកនរគ្នាមានអារម្មណ៍ថាអត់ដូចខ្ញុំនិយាយអ្នកនរគ្នានឹងខឹងខ្ញុំហើយឈប់មើលវីដេអូខ្ញុំអីអញ្ចឹងទៅខ្ញុំមិនដឹងថាអត់អញ្ចឹងខ្ញុំប្រាប់ការពិតចា៎ចោលរយៈពេល40ទៅ45នាទីអីអញ្ចឹងណាហើយក៏ឆ្លៀតធ្វើកញ្ចក់ជើងចាលាបអីចឹងទៅចារាល់ពេលដែលនេះខ្ញុំមានការឃើញកញ្ចក់ជើងខ្លួនឯងមានអារម្មណ៍ថាល្អសោតខ្លាំងមែនទែនព្រោះថាកម្រឃើញជើងអ្នកណាដូចនេះខ្ញុំចាកន្ថែអញ្ចឹងណាអញ្ចឹងទៅមានអារម្មណ៍ថាចាចង់សោជើងខ្លួនឯងវាល្អមើលពេកអ្នកគ្នាកម្រឃើញទម្រង់ជើងចឹងខ្លាំងមែនទែនហើយឥឡូវនេះចាគេថាធ្វើហើយអីចានៅសក់ដៃមួយជាងទៀតឥឡូវនេះកំពុងតែដាក់ចែលដាក់ចូលក្នុងម៉ាស៊ីនអាំងភ្លើងដូចគ្នាចាហើយក៏ធ្វើស្អាតដែរអ្នកគ្នាកំងអីចេញនឹងដំដងហើយវាថាដៃយើងលាបពណ៌ស្វាយអីចឹងណាព្រោះខ្ញុំចូលចិត្តពណ៌ស្វាយដូចជាភាសាពណ៌ត្រាវនឹងស្អាតខ្លាំងមែនតើចាដែលឡៃចាជើគឺលាបពណ៌បៃតងចឹងដើម្បីវាភាពលេចធ្លោចាឥឡូវនេះគឺថាឡើងទៅខាងលើមួយជាន់ទៀតកន្លែងណាធ្វើអញ្ចឹងមកហើយមានអ្នកចាំច្រើននៅដល់ក៏ទៅតែអង្គុយចាំដែរតែចាំអត់សូវយូរដែរព្រោះថាយើងចាំតាំងពីយូរដែរឲ្យធ្វើសេវាកម្មមុននឹងខ្ទង់ប្រហែលជា2ម៉ោងដែរអ្នកនរគ្នាចាឥឡូវនេះគឺថាមានការផ្លុំឲ្យអ្នកនរគ្នាគាត់ជូតជាមួយនឹងថ្នាំស្ពឹកនឹងចេញហើយខ្ញុំបញ្ជាក់អ្នកនរគ្នាការបាញ់របស់ខ្ញុំនេះដោយសារតែចាំខ្ញុំអត់សូវដុតខ្លាំងទេអញ្ចឹងទៅខ្ញុំបាញ់តែ2ដងអស់ហើយខ្ញុំបាញ់លើកនេះជាលើកទី1អាចបដូរពណ៌ចិញ្ចាំនឹងរៀងស្រាលជាងមុនហើយបន្ទាប់មកបាញ់ម្ដងទៀតទៅប្រលប់ទាំងស្រុងតែម្ដងប្រើជាមួយបច្ចេកវិទ្យាថ្មីនេះអ្នកនរគ្នាអត់ឈឺអត់អីទាំងអស់គ្រាន់តែពេលខ្ញុំនិយាយចឹងនៅពេលដែលបាញ់ភ្ញាក់ខ្ញុំភ្ញាក់ដោយសារតែវាក្លិនឆ្ងៀមអ្នកនរគ្នាតែបើថាឲ្យឈឺអត់ឈឺដោយសារខ្ញុំបាត់ថ្នាំស្ពឹកដែរនិយាយមែនតើទៅចិញ្ចាំបន្ទាប់ពីលុបហើយស្រាលបាន 50% អញ្ចឹងលុបតែម្ដងទៀតអស់មែនតើហើយក៏អត់មានត្រូវតមថាអត់ញ៉ាំអីបានឬមកក៏អត់អីដែរគ្រាន់តែយើងធ្វើឲ្យអញ្ចឹងគាត់ឲ្យតមទឹករយៈពេល24ម៉ោងអញ្ចឹងអ្នកនរគ្នាហើយគាត់មានថ្នាំលាបឲ្យបន្ទាប់ពីយើងលុបហើយនិយាយទៅអ្នកនរគ្នាបើសិនជាលុបតែម្ដងនេះណាអ្នកដែលគាត់ចង់តម្លាក់ពណ៌អ្នកមីងឬមួយក៏បងអូនដែលគាត់មានចាំយ៉ាងដូចគាត់ចង់តម្លាក់ពណ៌ស្តើតែម្ដងនេះគឺថាស្អាតតែប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យបាត់ទាំងស្រុងអញ្ចឹងខ្ញុំក៏លុបម្ដងទៀតហើយនឹងបាត់ទាំងស្រុងអ្នកគ្នានេះលុបបានប៉ុណ្នេះអញ្ចឹងរៀងស្រាលជាងមុនខ្លាំងមែនតើនេះនៅសល់ក្រហមបន្ទាប់ពីលុបហើយណាចាំមើលនៅពេលដែលមែនតើណាស្អាតជាងនឹងទៀតអ្នកគ្នាខ្ញុំបង្ហាញដល់អ្នកគ្នានេះពីមុនមកនេះវារៀងខ្មៅអញ្ចឹងបន្ទាប់មកនៅពេលដែលលុបរៀងឡើងបែកស្លេកជាងមុនហើយម្ដងទៀតគឺថាអស់តែម្ដងអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះបាយបាយ